បាទជំរាបសួរកូនអរគ្នាឥឡូវកូនមកមើលលំហាត់ទី20បន្តពីលំហាត់មុនដែរណាប៉ុន្តែមុនដល់ឯនេះគ្រូនឹងបញ្យល់រឿងអីទៅហៅថា catalyst បាទហើយនៅក្នុងcatalyst នេះគឺយើងនិយាយអំពីអំពើរបស់ catalytic ទៅលើប្រតិកម្មគីមីមួយណាតែនៅក្នុងនោះអំពើរបស់ catalytic ហ្នឹងគេកំណត់ជាប្រភេទ3ទី1គឺ catalyst homosan ដែលកាលណានៅក្នុងសម័យកាលគុនឃើញឬក៏បាតុភូតមួយដែលកើតឡើងនៅពេលដែលកាតាលីករហើយនឹងអង្គធាតុប្រូតូកលស្ថិតនៅក្នុងផាសតែមួយមានតែស្មើសាច់ផាសដូចគ្នាបាទបើវា AQ ដូចគ្នាហើយគុនទៅយល់ AQ មានតែរាវដូចទឹកតែមិនមែនទឹកទេណាបាទហើយ catalyst heterosan ហ្នឹងមានតែ catalytic និងអង្គធាតុប្រូតូកលស្ថិតនៅក្នុងផាសពីរផ្សេងគ្នាបើមួយជាអង្គធាតុរឹងមួយទៀតជាសូលីសុងរាវអញ្ចឹងទៅណាចឹងវាមានលក្ខណៈអញ្ចឹងហើយវាអត់ស្មើសាច់ទេគុណមើលញែកដាច់ចេញពីគ្នាមកតែពេលយើងនិយាយពី catalyst enzyme កាលណា catalytic ហ្នឹងគេទទួលបានចេញមកពីភាវៈវរៈអាហ្នឹងយើងហៅថាប្រភេទនៃ catalyst enzyme ណាហើយឧទាហរណ៍គុណទៅមើលសំណួរទី20មើលចឹងលើកជាឧទាហរណ៍ទម្រង់នៃ catalyst homosan នៅក្នុងបាតុភូតនៃប្រតិកម្ម D ស្មូតកម្មទឹកអុកស៊ីសែនកាលណា homosan កូនរើសធាតុគីមីណាមួយដែលមានអង្គធាតុប្រូតូកលនិងកាតាលីករផាសដូចគ្នាដូចគូប្រើដែក3បូកចឹងបើ heterosan អញ្ចឹងក្នុងនោះគូប្រើម៉ង់កាណេស D អុកស៊ីតឬក៏ម៉ង់កាណេស4អុកស៊ីតណានៅក្នុងនេះយើងមាន catalyst enzyme បាទគូច្រឡំដាក់ជើងគោបាទកាលណា catalyst enzyme គុណអាចប្រើជាថ្លើមឬក៏ការ៉ុតបានតាមជ្រូកណាបាទឬក៏ការ៉ុតក៏បានដែរហើយក្នុងករណីនេះសំណួរគុណសួរថាលោកគ្រូហេតុអីបានជាយើងដឹងថាទឹកអុកស៊ីសែនវាបំបែកទៅបានទឹកនិងអុកស៊ីសែនអញ្ចឹងគុណសារត្រឡប់ទៅមើលប្រភេទនេះវិញតោះឥឡូវគុណទៅមើលនៃប្រតិកម្ម D ស្មូតកម្មទឹកអុកស៊ីសែនអញ្ចឹងករណីកាលណាយើងនិយាយអំពីប្រតិកម្ម D ស្មូតកម្មបើគុណនិយាយពីប្រតិកម្ម D ស្មូតកម្មទឹកអុកស៊ីសែនមានន័យថាកាលណាបាតុភូតមួយកើតឡើងនៅពេលដែលទឹកអុកស៊ីសែនហ្នឹងវាមាននទីជាអុកស៊ីតកផងឬក៏រ៉េតកផងអញ្ចឹងលុះត្រាតែវាជាអង្គធាតុប្រូតូកលប៉ុណ្ណាបាទដោយគុណនឹងគូរ៉េដុករបស់ទឹកអុកស៊ីសែនកាលណាវាជាអុកស៊ីតកគូវាមួយទឹកបើវាជារ៉េតកគូវាជាមួយនឹងអុកស៊ីសែនអញ្ចឹងយើងត្រូវតម្រូវទៅម៉េចឲ្យវាមានលក្ខណៈជាអុកស៊ីតកខ្លាំងផងរ៉េតកខ្លាំងផងទៅពេលដែលយើងសរសេរសម័យកាលតុល្យកាយើងឃើញថាវាមានទម្រង់ជាអង្គធាតុប្រូតូកលបាទចឹងសម័យកាលយើងថ្លឹងមកថាអាស៊ីតរ៉ាខ្វះអូថែមទឹកខ្វះអេថែមអេបូកគ្រឿងជួរទី1វាខ្វះទឹកដែរខ្វះអូគុណថែមទឹកប៉ុន្តែដល់ពេលយើងថែមទៅវាឡើងបានពីទឹកគុណថែមមេគុណហើយណាខាងក្រោមអត់ទេខ្វះតែអក្សរអេអញ្ចឹងយើងតម្រូវសម្រួលចោលបានមែនទេប្រតិកម្មយើងអាចសម្រួលបានឃើញទេយើងបានទឹកអុកស៊ីសែនអញ្ចឹងទៅបាទអញ្ចឹងទឹកអុកស៊ីសែនបំបែកទៅបានទឹកនិងអុកស៊ីសែនណាហើយនៅក្នុងសំណួរទី21ហ្នឹងគឺយើងនិយាយអំពីទម្រង់នៃគេសួរថាមួយណាប្រតិកម្មមួយណាដែលមានលក្ខណៈជា catalyst homosan ឬក៏ heterosan អត់មានអង្គស៊ីមទេណាបើកាលណាគុណមើលឃើញ pass របស់អង្គធាតុប្រូតូកលហើយនឹងcatalytic ស្ថិតនៅក្នុង pass ដូចគ្នាអញ្ចឹងវា homosan បើកាលណាខុសគ្នាដោយអក្សរកគ្នា catalytic មាន pass ជាអង្គធាតុរឹងហើយបើសិនជាយើងមើលអង្គធាតុប្រូតូកល pass វាជាឧស្ម័នអញ្ចឹងគាត់អាចវាតម្លៃបានថានៅក្នុងទម្រង់អក្សរកហ្នឹងមានទម្រង់ catalyst វាគឺជាប្រភេទ catalyst heterosan ព្រោះខាក់ pass របស់វាខុសគ្នាតែពេលប្រឡងគុណបាច់សេបញ្ជាក់កន្លែងត្រេតគូដាក់ឲ្យក៏បានគុណឆ្លើយយកក៏បានណាតើតើគុណ start មើលថាយកមកដោយសារអក្សរខឃើញ pass របស់អង្គធាតុប្រូតូកលនិង catalytic មាន pass ដូចគ្នាអញ្ចឹងគុណអាចដឹងថាវាជាប្រភេទនៃទម្រង់ catalyst homosan អញ្ចឹងទៅប៉ុន្តែបើសិនជាគុណកលេចទៅមើលអក្សរកោបាទកោតែប៉ុន្តែអាហ្នឹងគឺ D ស្មូតកម្មមិនបាននិយាយហេតុខាងដើមអក្សរកោគុណឃើញទឹកអុកស៊ីសែនបាទទម្រង់នៃទឹកអុកស៊ីសែនទឹកអុកស៊ីសែនមានការបំបែកទៅបានទឹកនិងអុកស៊ីសែនដែលមានម៉ង់កាណេស D អុកស៊ីតឬក៏ម៉ង់កាណេស4ដាក់លេខ4រ៉ូម៉ាំង4បាទអញ្ចឹង4អុកស៊ីតហ្នឹងយើងឃើញវា pass ជាអង្គធាតុរឹងហើយទឹកអុកស៊ីសែនវា pass ជា AQ អញ្ចឹងគាត់អាចនឹងវាតម្លៃបានថាទៅក្នុងទម្រង់អក្សរកោនោះមានទម្រង់ catalyst heterosan នេះទៅនៅក្នុងទម្រង់នៃប្រតិកម្ម A ស្ទែកម្មជាប្រតិកម្មរវាងអាស៊ីតនិងអាល់កុលដែលមានវត្តមានអាស៊ីតសូហ្វូរិកជា catalytic អញ្ចឹងនៅក្នុងទម្រង់នៃប្រតិកម្មមួយហ្នឹងគុណឃើញលទ្ធផលវាទទួលបានអីបានហើយយើងបាច់ខ្វល់អំពីលទ្ធផលរបស់វាទេសំខាន់គុណត្រូវយល់អំពីអង្គធាតុប្រូតូកលហ្នឹងតើវាមានផាសដូចជាមួយនឹង catalytic អត់បើកាលណាគុណឃើញមានផាសដូចគ្នា
អានឹងយើងហៅថា homosan អញ្ចឹងស្រួលចំណាំទៅបើផាសខុសគ្នាគុណហៅថា heterosan អញ្ចឹងនៅក្នុងទម្រង់នៃប្រតិកម្មហ្នឹងគុណឃើញអក្សរ K ហ្នឹងដោយសារតែអាស៊ីសូបារិកមាន pass AQ ហើយដល់ពេលអង្គធាតុប្រតិករទាំងពីរវា AQ ដែរវាជាសូលសុងរាវដូចគ្នាសូលសុងទឹកដូចគ្នាអញ្ចឹងវា pass ដូចគ្នាអញ្ចឹងហៅ homosan អក្សរ Ngo ក៏ homosan ដែរព្រោះវាដូចគ្នាបាទអក្សរ Ngo គុណមើលមើលបាទ homosan ដូចគ្នាហើយបើគុណមើលទៅលើអក្សរចក្លែកមើលអក្សរចឲ្យទៅព្រោះវាផាសវាអក្សរ L នេះដល់ពេលអង្គធាតុប្រតិកររបស់យើងឃើញមាន pass ជាអង្គធាតុរឹងអញ្ចឹងទម្រង់នៃប្រតិកម្មហ្នឹងគឺវាមាន catalyst heterosan អញ្ចឹងសាកមើលបងប្អូនបាទអរគុណ